បាទអូខេឥឡូវនេះយើងសិក្សាទៅលើ Zoom Tool នៅក្នុងកម្មវិធី CorelDRAW របស់យើងបាទ Zoom Tool គឺមានតួនាទីសម្រាប់ពង្រីកកំពុងរួម background បាទឬក៏ object បាទចំណែកផ្ទាំងខាងក្រោមនេះគឺជា property bar របស់វាបាទហើយនៅខាងក្រោមនេះទៀតដែរគឺ tool ហៅថា head tool បាទគឺយើងសម្រាប់ចាប់ទាញ background ឥឡូវនេះខ្ញុំធ្វើការបង្ហាញទាំងពីរព្រោះអីវានៅជាប់គ្នាតែម្ដងបាទចំណែកខាងក្រោមនេះគឺជា property bar របស់វាតែម្ដងបាទគឺវាពីរនឹងគឺវាដូចគ្នាទេ property bar ដូចគ្នាបាទឥឡូវនេះខ្ញុំធ្វើការបង្ហាញនៅក្នុងកម្មវិធី CorelDRAW របស់យើងបាទអូខេយើងបើកក្តារការងារថ្មីមកបាទឥឡូវខ្ញុំបង្កើត object បាទខ្ញុំ copy object មួយទៀតបាទហើយចាក់ពណ៌ផ្សេងបាទដូច្នេះហើយយើងយក zoom tool មកបាទដូច្នេះវាបង្ហាញ property bar នៅខាងលើនេះតែម្ដងបាទកន្លែងនេះគេដាក់ថា zoom level យើងអាច zoom background របស់យើងចំនួនប៉ុន្មានក៏បានដែរវាមានតម្លៃលេខតាមនឹងបាទមាន fit select page wide high ទៅតាមនឹងឥឡូវនេះខ្ញុំយក 75% ដូច្នេះ background របស់យើងក៏ត្រូវបានបង្រួមបាទកន្លែងនេះគេដាក់ zoom in zoom out zoom to select បាទយើងអាច select មកយើងអាច click លើហ្នឹងគឺវា zoom នៅពេលដែលយើង select object ឧទាហរណ៍ខ្ញុំ select object មួយនេះវិញដូច្នេះខ្ញុំចូល zoom tool ខ្ញុំចុចទៅលើហ្នឹងដូច្នេះវា zoom តែ object ដែលយើងបាន select ទៅប៉ុណ្ណឹងបាទត្រង់ចំណុចនេះ zoom ទៅលើ object មិញ object របស់យើងគឺមាន2បាទយើង click ទៅលើហ្នឹងទៅគឺវា zoom object ទាំងពីរតែម្ដងបាទកន្លែងនេះ zoom page បាទ zoom ទំហំនៃกระดาษ page របស់យើងហ្នឹងបាទ zoom ទំហំទទឹងបាទហើយ zoom ទំហំកម្ពស់របស់ object បាទចំណែក head គឺយើងអាចចាប់ទាញទៅលើនឹងបានទាញ background បាទឬក៏ object បាទអូខេឥឡូវនេះការបង្ហាញ zoom tool និង head tool របស់យើងក៏ត្រូវបានបញ្ចប់ដែរបាទហើយនឹងមានការបង្ហាញ tool ជាច្រើនទៀតនៅវីដេអូក្រោយបាទអូខេ